រដ្ឋបាលខេត្តប៉ៃលិនអបអរសាទរខួបអនុស្សាវរីយ៍លើកទី139នៃទិវាពលកម្មអន្តរជាតិ1ឧសភាឆ្នាំ2025រដ្ឋបាលខេត្តប៉ៃលិនបានរៀបចំពិធីសម្ដែងសម្ដាលជាមួយគណៈកម្មការនយោជកក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី139នៃទិវាពលកម្មអន្តរជាតិ1ឧសភាក្រោមប្រធានបទរួមគ្នាដើម្បីការងារសមរម្យនិងកំណើនប្រកបដោយចីរភាពនិងភាពធន់ស្ថិតក្រោមអធិបតីភាពលោកជំទាវបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនថ្លែងក្នុងពិធីសម្ដែងសម្ដាលលោកជំទាវបានស្រីមុំបានមានប្រសាសន៍លើកឡើងថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបន្តដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមថែរក្សាស្ថិរភាពសន្តិសុខសណ្ដាប់ធ្នាប់ព្រមទាំងមានការអភិវឌ្ឍលើគ្រប់វិស័យក្នុងនោះរាជរដ្ឋាភិបាលបានគៀងគរអ្នកវិនិយោគមកកាន់តែច្រើនដែលកាលពីមុនយើងមានការងារធ្វើហើយឥឡូវនេះយើងមានការងារច្រើននិងកាន់តែសម្បូរហើយតម្លៃពលកម្មឬប្រាក់ខែកាន់តែច្រើនផងដែរហើយទន្ទឹមនឹងការងារសម្បូរបងប្អូនកម្មការនីរបស់យើងមានឱកាសច្រើនអាចសម្រេចចិត្តធ្វើការនៅរោងចក្រឬសហគ្រាសណាដែលខ្លួនគិតថាស័ក្តិសមទៅនឹងសមត្ថភាពរបស់ខ្លួនលោកជំទាវអភិបាលខេត្តបានមានប្រសាសន៍ស្នើដល់នយោជកកម្មករនយោជកនិងអ្នកពាក់ព័ន្ធទាំងអស់ត្រូវរក្សាឲ្យបាននៅសាមគ្គីភាពឯកភាពផ្ទៃក្នុងរួមគ្នាដោះស្រាយបញ្ហានានាប្រកបដោយសន្តិវិធីនិងអនុលោមតាមច្បាប់លិខិតបទកថាគតិយុត្តនិងប្រើប្រាស់នៅយន្តការនានាដែលមានស្រាប់ឲ្យអស់លទ្ធភាពដើម្បីផលប្រយោជន៍រួមជាជាងយកផលប្រយោជន៍បុគ្គលជាធំហើយសូមស្មារតីនៃថ្ងៃទិវាពលកម្មអន្តរជាតិដើម្បីរួមគ្នាពង្រឹងនៅសុខដុមរមនារវាងនយោជកនិងកម្មករនយោជកដោយចាត់ទុករោងចក្រសហគ្រាសជាឆ្នាំងបាយរួមដែលត្រូវរួមគ្នាថែរក្សាការពារធ្វើយ៉ាងណាបន្តធានាឲ្យបាននៅសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ